ប្រិមិត្តជាទីមេត្រីសហរដ្ឋអាមេរិកបានបើកការវាយប្រហារសងសឹកទៅលើប្រទេសអ៊ីរ៉ង់អាមេរិកបានចោទអ៊ីរ៉ង់ថាបាញ់ទម្លាក់ឧទ្ធម្ភាគចក្រអាប៉ាឈីរបស់ខ្លួនតាមបញ្ជារបស់លោកដូណាល់ត្រាំសហរដ្ឋអាមេរិកបានបើកការវាយប្រហារសាជាថ្មីលើប្រទេសអ៊ីរ៉ង់ក្នុងអ្វីដែលប្រមុខសេតវិមានរូបនេះបានអះអាងថាគឺដើម្បីការពារខ្លួននិងជាការសងសឹកដែលទីក្រុងតេហេរ៉ង់ហ៊ានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រអាប៊ីឈីរបស់ខ្លួននៅក្បែរច្រកសមុទ្រ Hormuz តាមការផ្សាយចេញរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ដែលបានដកស្រង់សេចក្តីប្រកាសរបស់មេបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក CENTCOM នៃទីក្រុង Washington បានបើកការវាយប្រហារនៅវេលាម៉ោង 5 ព្រឹកថ្ងៃពុធទី 10 ខែមិថុនាឆ្នាំ 2026 នេះពេលវេលានៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងទង្វើបង្កហេតុរបស់អ៊ីរ៉ង់មន្ត្រីអាមេរិកបានអះអាងថាក្នុងការសងសឹកនេះកងកម្លាំងរបស់ខ្លួនបានវាយប្រហារប្រព័ន្ធការពារនិងរ៉ាដារបស់ប្រទេសអ៊ីរ៉ង់ជាច្រើនកន្លែងខណៈស្នូផ្ទុះយ៉ាងកងរំពងនៅពេញតំបន់មជ្ឈិមបូព៌ាតែម្ដងនៅតាមបណ្ដោយឆ្នេរឈូងសមុទ្របេកដូចជានៅតំបន់ Badr Abbas Desem និង Sirik ផងដែរនេះគឺជាការផ្សាយរបស់សារព័ត៌មាន BBC ហើយសង្គ្រាមមួយនេះនឹងរីករាលដាលទៅជាយ៉ាងណាចូលយើងបន្តនៅព័ត៌មានបន្តិចទៀតនេះការវាយប្រហារនេះកើតឡើងមិនយូរប៉ុន្មានក្រោយពីលោកដូណាល់ត្រាំគម្រាមថានឹងសងសឹកអ៊ីរ៉ង់យ៉ាងចាស់ដៃបំផុតចំពោះការបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់ខ្លួននេះជាការអះអាងរបស់លោកដូណាល់ត្រាំដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយនឹង ABC News លោកដូណាល់ត្រាំបានថ្លែងថាវាជារឿងសំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់អាមេរិកគឺស៊េរីអាប៉ាឈីនេះជាការឆ្លើយតបចំពោះអ្វីដែលពួកគេបានធ្វើគឺអ្វីដែលពួកគេបានធ្វើចំពោះឧទ្ធម្ភាគចក្ររបស់ខ្លួនហើយខ្ញុំជឿជាក់ថាការឆ្លើយតបនេះគួរតែមានភាពម៉ឺងម៉ាត់និងខ្លាំងក្លាជាទីបំផុតប្រិមិត្តជាទីមេត្រីនេះគឺជាសម្ដីរបស់លោកដូណាល់ត្រាំដែលបដិញ្ញាចិត្តថានឹងវាយទៅលើអ៊ីរ៉ង់យ៉ាងខ្លាំងក្លាយើងរងចាំមើលតើប្រទេសអ៊ីរ៉ង់ក៏ដូចជាទីក្រុងតេហេរ៉ង់នឹងឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកយ៉ាងដូចម្តេចកាលពីថ្ងៃអង្គារឧទ្ធម្ភាគចក្រវាយប្រហារប្រភេទអាប៉ាឈីរបស់សហរដ្ឋអាមេរិកបានធ្លាក់ក្បែរច្រកសមុទ្រ Hormuz ប៉ុន្តែភ្លាមនោះលោកដូណាល់ត្រាំបានបញ្ជាក់ថាអាកាសយានិក2នាក់មិនមានការរងរបួសអ្វីឡើយវាជាឧទ្ធម្ភាគចក្រយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិកដែលសម្រាប់បម្រើការនៅក្នុងយោធាអាមេរិកក្នុងការអនុវត្តវិធានការបិទគប់និងផ្លូវដឹកជញ្ជូនប្រេងឆៅនៅច្រកសមុទ្រ Hormuz នេះនិងនាវាដឹកប្រេងរបស់អ៊ីរ៉ង់ក្នុងគោលបំណងដាក់សម្ពាធឲ្យទីក្រុងតេហេរ៉ង់ឈានទៅរកការព្រមព្រៀងបទឈប់បាញ់ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក៏ដូចជាអ៊ីស្រាអែលប៉ុន្តែកិច្ចព្រមព្រៀងប្រៀបដូចជាក្រដាសយ៉ាងស្ដើងអាចនឹងឆេះនៅពេលណាក៏ថាបានគឺមានការផុយស្រួយមែនទែនឥឡូវយើងចាំបន្តនៅព័ត៌មានបន្តិចទៀតនេះថាតើទីក្រុងតេហេរ៉ង់នឹងឆ្លើយតបយ៉ាងដូចម្តេចទៅកាន់សហរដ្ឋអាមេរិកសូមអរគុណសម្រាប់ការតាមដាននៅព័ត៌មានមួយនេះសូមគោរពលា